scan QR code សម័យនេះការទិញដូរអីវ៉ៃអវ៉ាន់ទិញដូររបស់របរទូទាត់លុយកាក់គិតគូរលុយកាក់ចំណាយលុយចំណាយកាក់គឺមានការនិយម scan តាម QR code ការ scan តាម QR code នេះយើងត្រូវតែប្រយ័ត្នកុំសូវឧស្សាហ៍ scan QR code នឹងញឹកញាប់នៅកន្លែងដែលមានមនុស្សច្រើនតំបន់ទីផ្សារតំបន់ទីសាធារណៈកន្លែងណាក៏ដោយឲ្យតែមានមនុស្សច្រើនយើងកុំសូវអាសា scan QR code នឹងទូទាត់លុយកាក់គិតគូរលុយកាក់ពេកបាទយើងមានលុយយើងឲ្យក្រៅទៅបាទអាលុយរបស់យើងនៅក្នុងកង់នឹងនៅក្នុងកណនីធនាគារនឹងយើងទុកសង្ងំនៅក្នុងនឹងទៅបាទលក្ខការសម្ងាត់មូលហេតុអីបានថាអញ្ចឹងកាលណាដែលយើង scan ចុះ scan ឡើងយើងមិនត្រូវការចុចអាលេខកូដនឹងលេខសម្ងាត់នឹងបាទកាលណាយើងចុចលេខកូដចុចលេខសម្ងាត់អញ្ចឹងយើងឡាយតារវល់អោនឈ្ងោកមើលអាទូរស័ព្ទហ្នឹងអញ្ចឹងមានមនុស្សគេមកលួចមើលក្រោយក៏យើងអត់ដឹងដែរបាទតែយើងអាឡ័យតាវីបុករវល់ច្រើនឈ្ងោកមើលតាទូរស័ព្ទហ្នឹងបាទអញ្ចឹងយើងត្រូវប្រយ័ត្នបាទអា scan QR code ហ្នឹងវាបានតាកន្លែងដែលស្កាត់មនុស្សឬមួយមានតែយើងតែឯងអីក្នុងបន្ទប់ម្នាក់ឯងអីទេឬមួយក្នុងបន្ទប់សម្ងាត់បាទដូចយើងបោះឆ្នោតចឹងបាទបើនៅកណ្ដាលវាហ្នឹងយើងកុំសូវបកកែធ្វើតោថា scan QR code នឹងចោះឡើងគិតគូរលុយកាក់ទូទាត់លុយកាក់ទិញរបស់របរបាទយើងមានលុយយើងឲ្យក្រៅទៅមធ្យោបាយដែលល្អពិសេសមានសុវត្ថិភាពគឺយើងមិនបាច់ប្រើលេខកូដឬលេខសម្ងាត់ទេបាទយើង scan មុខបាទ scan មុខឬក៏ scan កញ្ចៅដៃបាទ scan កញ្ចៅដៃនេះគឺយើងដាក់កញ្ចៅដៃយើងឲ្យគ្រប់មួយរៀមទៅបាទមួយរៀមទាំង10ហ្នឹងដាក់ឲ្យគ្រប់ទាំង10ហ្នឹងក៏បានដែរមួយរៀមដៃហ្នឹងបាទបើយើង scan QR code ហើយយើងប្រើលេខសម្ងាត់ប្រលេខកូដបាទវាអត់សុវត្ថិភាពទេនៅកន្លែងមនុស្សច្រើននោះបាទគេនឹងអាចលួចមើលលេខកូដយើងលួចមើលលេខសម្ងាត់យើងគេយកទៅ hack បានបាទពីព្រោះសម័យ AI សម័យបច្ចេកវិទ្យាបាទយ៉ាងត្រូវតែមានការប្រយ័ត្នបាទខ្ញុំមិនមែនជាអ្នកចេះដឹងអីទេបាទប៉ុន្តែខ្ញុំយល់ឃើញថាអញ្ចឹងបាទមានទស្សនៈថាអញ្ចឹងបាទឥឡូវហ្នឹងស្អីបន្តិចហ្នឹងក៏ QR code ដែរបាទកាលណាយើងកាន់ចោះកាន់ឡើងបង្អួតលេចបង្អួតកើតគេលួចមើលពីក្រោយបាទកន្លែងមានមនុស្សច្រើនបាទយើងកុំតែខឹងគេបាទនេះគេហៅថាធ្វេសបាត់ប្រយ័ត្នគង់បាទត្រូវខំសិក្សាមុនពេលប្រឡងមិនមែនដល់ពេលប្រឡងទើបខំសិក្សាទេបាទចង់សូមជូនពរឲ្យមានហេងងៅហេងសូមអរគុណសន្តិភាព